កាលពីព្រេងនាយមានតាស្មេញម្នាក់មានកូនស្រីស្អាតហើយដាក់លក្ខខណ្ឌថាអ្នកណាតំមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនបើឯងដមមិនជេរម្ដាយគេបានអញនឹងឲ្យកូនអញទៅឯងអ្នកកំឡោះប្រាជ្ញក៏យល់ព្រមតាមលក្ខខណ្ឌហើយចាប់ផ្ដើមបម្រើការដោយចិត្តអត់ធ្មត់តាប្រើឲ្យកូនប្រសាទៅភ្ជួរស្រែហើយប្រាប់ថាលុះត្រាតែថ្មនៅទីនោះយំទើបឲ្យដោះក្របីលេង ភ្ជួរចុះមិត្តក្របីអើយយើងចាំស្ដាប់សំឡេងថ្មយំទាំងអស់គ្នាតាមពិតតាបានទៅពួនក្រោយថ្មដើម្បីចាំស្ដាប់ថាតើកូនប្រសាមានខឹងជេរម្ដាយឬទេអ្នកកំឡោះដឹងថាមានតាមួយនៅពីក្រោយគេក៏និយាយលួងលោមអង្វរថ្មរហូតដល់តាអាណិតក្របីក៏បន្លឺសំឡេងយំជំនួសថ្ម ទេវហ្វេតថ្ងៃដំបូងអ្នកកំឡោះបានឆ្លងផុតការសាកល្បងដោយជោគជ័យប៉ុន្តែអ្នកកំឡោះមានប្រាជ្ញាគេបានមកលប់ស្ដាប់នៅក្រោមផ្ទះដឹងការអស់សពគ្រប់យាយប្រើឲ្យកូនប្រសារែកការុងអង្គរឡើងភ្នំដោយក្នុងនោះមានតាពួនលាក់ខ្លួនមកខាងកូនអើយរែកអង្គរនេះទៅឲ្យឪឯងនៅឯភ្នំឲ្យឆាប់អ្នកកំឡោះដឹងថាមានតាពួនក្នុងនោះគេក៏រែកទៅដាក់កណ្ដាលវាស្បូវស្ងួតគេយកភ្លើងមកដុតស្បូវជុំវិញធ្វើឲ្យតាក្នុងការុងក្តៅស្ទើរប្រកាច់គេធ្វើជាភ្ញាក់ផ្អើលហើយស្ទុះទៅជួយទាញតាឆេះសក់ចេញពីភ្លើងលោកឪមិនក៏លោកឪនៅក្នុងនេះស្ទើរតែឆេះស្លាប់ទៅហើយល្បិចបន្តតាបង្គាប់ឲ្យកូនប្រសាធ្វើជាម្ចាស់ហើយខ្លួនធ្វើជាឆ្កែដេញរោគអណ្ដើកឆ្កែអីក៏អន់ម្លេះរោគអណ្ដើកមិនបានសោះអ្នកកំឡោះប្រើរំពាត់វាយតាព្រោះតែរោគអណ្ដើកមិនឃើញពេលសម្រាកគេស៊ីបាយម្នាក់ឯងហើយបោះតែឆ្អឹងឲ្យតាអង្គៀមតាលេងល្បិចចុងក្រោយគឺចូលក្នុងការុងឲ្យគេរែកឆ្លងស្ពានកំឡោះធ្វើជាស្រ័យថាមានដំរីមកដើម្បីឲ្យតាភ័យរមៀលការុងធ្លាក់ទឹកជាយោដំរីមកហើយប្រយ័ត្នវាជន់តាក្នុងការុងធ្លាក់ទឹកផឹកទឹកព្រៃឡើងឆ្អែតបំរាំកូនប្រសាចុះទៅស្រង់ទីបំផុតតាអស់ចំណេះទល់ប្រាជ្ញាព្រោះធ្វើបាបគេមិនបានបែរជាឈឺខ្លួនឯងតាក៏សម្រេចចិត្តរៀបការកូនស្រីឲ្យអ្នកកំឡោះប្រាជ្ញនោះទៅតាមសន្យាអញសុំចោះចាញ់ហើយកូនឯងពិតជាមានប្រាជ្ញា